បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាចូលទៅសត្វរឿងមួយដែលធ្វើឲ្យអារម្មណ៍ពុកម៉ែបងប្អូនដកជាប់នៅសត្វរឿងមួយហ្នឹងគឺកាលពីក្មេងៗខ្ញុំក៏ធ្លាប់ឮចាស់ៗនេះនិយាយពីរឿងមួយហ្នឹងដែរតែពុកម៉ែបងប្អូនធ្លាប់ចាស់នេះនិយាយរឿងឲ្យពុកម៉ែបងប្អូនស្ដាប់ដែរឬទេថ្ងៃនេះគឺមានរឿងមួយគឺមានចំណងជើងថាជ័យខ្ញុំជាអាបបាទរឿងហ្នឹងគឺកើតឡើងនៅឆ្នាំ2002បាទដោយសារឆ្នាំ2002ហ្នឹងគឺនៅខេត្តមួយតែខ្ញុំមិនបានអត់បានបញ្ចេញឈ្មោះទេបងប្អូនដែលថាខាត់ប៉ះពាល់អញ្ចឹងនៅឆ្នាំ2002ហ្នឹងគឺបងនួនហ្នឹងគឺគាត់មានគ្រួសារតូចមួយអញ្ចឹងមានគាត់តែឯងអញ្ចឹងទៅហើយឪពុកម្ដាយរបស់គាត់គឺលក្ខណៈគ្រួសារហ៊ានក្រីក្រអញ្ចឹងទៅឪពុកម្ដាយរបស់បងនួនហ្នឹងគឺគាត់ត្រូវទៅធ្វើពលករគេនៅប្រទេសថៃអញ្ចឹងទៅក៏ឪពុកម្ដាយរបស់បងនួនក៏គាត់បាននាំបងនួនទៅស្មារតីជីដូនមួយនៅខេត្តមួយអញ្ចឹងបងនួនហ្នឹងគឺពេលនេះអាយុគាត់ត្រឹម15ឆ្នាំទេហើយជ័យគាត់ហ្នឹងគឺអាយុ60ឆ្នាំជាងហើយថ្ងៃមួយហ្នឹងគឺឪពុកម្ដាយរបស់គាត់បាននាំបងនួនទៅដល់ផ្ទះដែលជ័យហ្នឹងទៅអញ្ចឹងជ័យនេះហ្នឹងគឺគាត់អាយុ60ឆ្នាំជាងហើយប៉ុន្តែពេលដែលបងនួនគាត់ទៅដងវិញទៅដល់ផ្ទះលក្ខណៈមើលទៅហាក់ដូចជារងាលក្ខណៈឆ្ងាត់ជ្រាបចឹងផ្ទះគាត់ហ្នឹងតែគាត់មាន2ជាន់នៅលក្ខណៈផ្ទះថ្មចំនួនមុនដែរចឹងទៅហើយនៅនោះអត់មានមនុស្សទេមានតែជ័យនេះនឹងចឹងហើយនៅក្រៅនោះលក្ខណៈឆ្ងាត់ជ្រាបអត់សូវមានផ្ទះអត់សូវមានអីដែរហើយនេះទៅបងនួនក៏គាត់ក្មេងអញ្ចឹងគាត់អត់សូវមានអញ្ចឹងហើយណាមួយដោយសារតែទស្សនវិជ្ជាហើយយើងអត់មានអីពឹងពាក់អញ្ចឹងក៏ឪពុកម្ដាយបងនួនបាននាំបងនួនទៅចឹងទៅបងនួនក៏គាត់បាននៅជាមួយលោកជ័យហ្នឹងទៅជានេះហ្នឹងទៅពេលដែលចូលទៅដល់ផ្ទះក្នុងភ្លាមលក្ខណៈស្ងាត់ជ្រាបហ្មងផ្ទះហ្នឹងហើយពេលដែលនេះទៅចាប់តែយេនីងត់ចិនមកស្វាគមន៍អីរតេអីទៅជាមនុស្សទូទៅអញ្ចឹងប៉ុន្តែគាត់បែបបន្តាបែបអាវខ្មៅអីចឹងទៅហើយពេលទៅដល់ហ្នឹងលក្ខណៈបងនួនគាត់ថាចុងអីនៅជាមួយលោកជ័យដែរមែនអញ្ចឹងឪពុកម្ដាយរបស់ខ្ញុំថាអីអត់នៅជ័យនេះគាត់នៅតែឯងអញ្ចឹងទៅជ័យនេះហ្នឹងក៏សតទេណាអញ្ចឹងថាជ័យហ្នឹងហើយជ័យនេះឥឡូវបងនួនគាត់នឹងចិត្តថាជុំជ័យអាយុ60ឆ្នាំជាងហើយតែមើលទៅដូចជាអាយុ30ឆ្នាំអីចឹងទៅគណៈក្មេងស្រស់ស្អាតចឹងចាត់សក់ខ្ចីចឹងទៅហើយបងនួនប្រហែលគាត់ថាប្រហែលយាយគាត់មានមុនអ្វីឬក៏លក្ខណៈមានវិធីសាស្ត្រថែរក្សាសម្ផស្សអីចឹងដើម្បីឲ្យក្មេងអីចឹងទៅហើយនេះទៅក៏ឪពុកម្ដាយរបស់បងនួនបានផ្អាកក្តាំបងនួនហើយនឹងជិតនេះឲ្យជួយមើលការខុសត្រូវបងនួនឲ្យផងចឹងហើយគឺចឹងទៅក៏និយាយគ្នាបាននេះទៅហើយឪពុកម្ដាយរបស់បងនួនក៏គាត់បានសម្រាប់នៅក្នុងមកជប់ហើយចឹងទៅពេលដែលសម្រាប់ទៅជិតនេះគាត់សម្រាប់នៅជាន់លើជាន់ទី2ចឹងទៅហើយបងនួនឲ្យគ្រួសារគាត់គេនៅជាន់ផ្ទាត់ដីចឹងទៅក៏ប្រឹករាំងស្អែករាំងក៏ឪពុកម្ដាយរបស់បងនួនក៏គាត់បានចិនទៅវិញចឹងដើម្បីរាំទៅធ្វើពលករគេចឹងរយៈពេលប្រហែលជាមួយសប្តាហ៍ក្រោយមកចឹងទៅមួយសប្តាហ៍ក្រោយមកទៅបងនួនក៏ចេះសង្កេតមើលជេនីហ្នឹងដែរថាមានលក្ខណៈអាការៈអីចឹងលក្ខណៈខេនតែគាត់បែរតែផាន់តាខ្មៅអត់នៅតែក្នុងផ្ទះចឹងនៅក្នុងម្លប់អីចឹងទៅក្រៅអីអត់ហ៊ានទៅឬក៏
ទៅណាម្ដងហើយតយកសัตว์จากអីណាយកកសែនហុំកអីចឹងណាចឹងទៅបងនួនចេះតែចាប់អារម្មណ៍ណាចឹងប៉ុន្តែណាមួយយើងក្មេងណាចឹងវាអត់សូវជួយដឹងរឿងអមនុស្សរឿងអីចឹងទៅពេលនោះទៅក៏បងនួនចេះតែនិយាយទៅឲ្យឃើញតែជ័យក៏ហូបអីទៅណារឿងសัตว์សៅមានសៀមមានអីចឹងណាគួរឲ្យញើតចឹងលក្ខណៈសត្វគួរឲ្យមានសៀមលក្ខណៈស្អាន75%អីចឹង70%អីចឹងទៅហើយបងនួនហ្នឹងគាត់ចិត្តញើតចឹងគេណាពេលដែលនៅចិត្តជេនេះហ្នឹងគេណារឿងធំរឿងស្អុយស្អេះអីចឹងស្អាតចឹងបងប្អូនចាំទៅក៏នៅចេះនៅទៅគេណាគេចាំទៅហើយថ្ងៃមួយហ្នឹងគឺបងនួនហ្នឹងគឺគាត់បានគេបានអីចឹងទៅហើយគាត់ចេះចូលសពចេះឲ្យថាជប់ឡើងទៅគឺណាមានឆ្កែរូឆ្កែអីចឹងទៅម៉ោង11ម៉ោងអីហ្នឹងណាយ៉ាងឆ្កែរូចុងរងថ្ងៃហ្មងទៅតែម៉ោង10 11 12អីហ្នឹងគឺឆ្កែចាប់តាមរូហើយបងនួនហ្នឹងក៏គាត់ភ័យដែរតែមួយយើងក្មេងយើងគេនៅឯនៅជាន់ផ្ទះដីហ្នឹងហើយនិយាយនេះគាត់សម្រាននៅជាន់រើហ្នឹងចឹងមានថាបងនួនគាត់សម្រានឯងចឹងណាចឹងទៅបងនួនគាត់ភ័យដែរចឹងហើយណាមួយយើងក្មេងផងហើយហើយតែមក10 11ហ្នឹងគឺស្កែចាប់តាមរូចឹងណាចឹងទៅធ្វើឲ្យបងនួនកាន់តែភ័យចឹងទៅតែថ្ងៃមួយគឺស្រាប់តែបងនួនគាត់គេងទៅតែគណៈម៉ោង10ជាងហើយប្រហែលម៉ោងជិត10កន្លះអីចឹងគាត់ក្តៅស្អុកហើយចឹងទៅហើយងូតទៅគាត់នៅដល់គណៈអសបសចឹងទៅក៏គាត់បើកប្រអួតមើលចឹងទៅមើលក្រៅមើលអីចឹងទៅដើម្បីឲ្យចង់ចិនចូលចឹងគាត់សើមើលខាងក្រៅនោះទៅហើយនេះទៅក៏ស្រាប់តែឃើញភ្លើងអីហោះពីផ្ទះគាត់ហ្នឹងជន់ខាងលើហ្នឹងបងប្អូនហោះវែវមានភ្លើងពណ៌គណៈទៅអាបចឹងយើងនិយាយទៅអាបចឹងហោះចេញពីផ្ទះគាត់ហ្នឹងទៅចឹងគាត់ភ្លើងអីហោះចេញពីផ្ទះខ្ញុំចឹងគាត់ចាប់តាមផ្លូវហើយណាមួយការនេះហ្នឹងគាត់ចូលមកគឺគេរបីរៀងអាបយ៉ាងអីដែរចឹងណាមានអាមានអីចឹងទៅចឹងគាត់ចាប់ដើមភ័យហើយបាននេះទៅក៏គាត់ថាប្រហែលជាអំពូភ្លើងភ្លើងអីចឹងចឹងក៏អត់ចាប់អារម្មណ៍ណាចឹងទៅក៏គាត់បានប្រហែល10នាទីអីចឹងទៅក៏គាត់បាត់អួតចម្លាក់ចឹងទៅប៉ុន្តែកន្លងរយៈពេលតែ3 4ថ្ងៃហ្នឹងគឺគាត់ដកមុនចឹងគាត់អសបអសគេអីមិនលក់លក្ខណៈងូតទឹកងូតអីក៏អត់លក់អីចឹងចឹងក៏គាត់បាប់អួតដល់ដងចឹងទៅបាទលក្ខណៈខេនភ្លើងហោះចេញពីផ្ទះគាត់ចឹងទៀតគាត់ចាប់ដើមគាត់សម្គាល់ហើយភ្លើងចេះហោះអីចឹងទៅគ្រូស្អែកប្រឹកឡើងពេលដែលនេះទៅបងនួនគាត់ចាមើលជ័យលក្ខណៈនៅចិត្តជ័យស្អាតស្អែកអីចឹងទៅស្អាតចឹងក៏គាត់ចាជួយជ័យជួយជនេះនឹងមកជ័យហូបអីគេជ័យអត់នេះចឹងអត់រៀងមកអីចឹងជ័យមានខែលសៀមនៅបបោមាត់អីចឹងគៀនមាត់ចឹងជ័យថាប្រហែលជ័យហូបស្រាសពអីហ្នឹងណាស្រាមរោហ្នឹងចឹងក៏បងនោះក៏គាត់អូចាប៉ុន្តែគាត់នេះទៅក៏លក្ខណៈគាត់សង្កេតមើលឃើញកជេលក្ខណៈឃើញស្នាមលក្ខណៈដកកដកអីចឹងគេកាត់កអញ្ចឹងឃើញស្នាមមកស្នូតចឹងហើយបងនោះក៏ចាប់អារម្មណ៍ណាក៏គាត់ឃើញអញ្ចឹងគាត់ស្មានថាអីសាយអីចឹងចឹងទៅក៏
ពេលហ្នឹងបាន3 4ថ្ងៃទៀតចឹងទៅកណ្ដងពេល3 4ថ្ងៃចឹងគឺគាត់ឬសូពេល3ថាមានអាបមានអីហោះជាងពីណាទៅណៃអីចឹងមក10ជាងអីចឹងទៅហើយគ្រប់គ្នាប្រចាត់ប្រចាយចឹងហើយនេះទៅក៏ថាមានមន់ងាប់មានមន់អីចឹងទៅជ្រោកអីចឹងទៅតែភូមិហ្នឹងភ័យចាប់ដល់ភ័យចឹងហើយថ្ងៃមួយហ្នឹងគឺបងនួនគាត់បាន10 អួត10 រត់តចឹងប៉ុន្តែថ្ងៃហ្នឹងគឺគាត់10 អួតគាត់អត់បានទេគាត់10 អួតមក12មកអីហ្នឹងគាត់10 អួតចឹងគាត់គេnakដកចឹងក៏គាត់ងើបអង្គុយក្បែរមកអួតហ្នឹងទៅគាត់អង្គុយស្រាប់តែខេនភ្លើងមួយហោះចេញពីហោះចូលផ្ទះគាត់ចឹងគាត់ថាអូប្រហែលជាអាបជាអីចឹងគាត់ចេះឆ្ងងក្នុងចិត្តគាត់ចឹងហើយពេលនោះក៏គាត់ចាប់តាមគាត់សម្គាល់លោកជ័យនៃហ្នឹងអញ្ចឹងសារខេនភ្លើងចេះហោះចេញពីផ្ទះគាត់ហោះចូលផ្ទះគាត់អីចឹងពីណាមើលកំពុងតែគេរបាយឲ្យរឿងអាបរឿងអីហ្នឹងផងចឹងចឹងទៅបងនួនគាត់ចាប់តាមភ័យខ្លាចលោកជ័យនៃចឹងទៅក៏គាត់បាននេះចឹងទៅខេដែលគណៈពេលឲ្យតែប្រាក់ឡើងជើងនេះចូលមកគណៈធំស្អាតគណៈស្អាតគណៈដូចជាហូបសាច់សៅសៀមស្រស់អីចឹងចឹងទៅធ្វើឲ្យបងនួនគាត់បាត់ស្បាតអត់ហ៊ាននៅជាមួយលោកជ័យនៃចឹងក៏គាត់បានសុំលោកជ័យនៃទៅផ្ទះអ៊ំឬក៏អីចឹងទៅក៏ឲ្យជ័យនៃឲ្យប្រាប់ម្ដាយរបស់គាត់ចឹងនេះក៏គាត់បានតំណែងជាមួយម្ដាយប្រុសរបស់បងនួនហ្នឹងទៅក៏តែប៉ុនក៏សម្ដេចចិត្តគាត់ថាឲ្យនៅជាមួយពូមាននៅខេត្តមួយទៀតចឹងទៅក៏បងនួនក៏គាត់បានទៅចឹងទៅហើយគាត់ដកអារម្មណ៍គាត់ថាចង់សាយនិយាយនេះហ្នឹងគឺជាអាបចឹងដោយសារតែគណៈអាយុ60ជាងប៉ុន្តែមើលទៅដូចជាអ្វីដូចជាវ័យ30 ឆ្នាំជាងចឹងទៅហើយណាមួយគាត់បែរទៅវ៉ាន់តាខ្មៅបែរអីហើយគណៈនៅចិត្តគាត់ហើយគណៈធំស្អាតស្អេះអីចឹងទៅជានៃគឺហើយជាអាបអីចឹងទៅបងនួនក៏គាត់តាំងពីពេលហ្នឹងក៏គាត់លែងអាចទៅលេងជាមួយជានៃអីក្នុងទីអីគឺគាត់នៅតែជាមួយពូមានគាត់ចឹងគាត់ពេលដែលគាត់ធំហ្នឹងក៏គាត់អត់តាមតែគាត់ថាតំណែងគ្នាចឹងអត់ដឹងថាសឹកតោឬក៏គាត់អាមែនមកអីចឹងគាត់អត់ដឹងភាសាគាត់អត់តំណែងគ្នាចឹងហើយតែមួយគាត់ក្មេងៗគាត់បាក់ស្បាតបានរឿងអាបរឿងអីចឹងគាត់លក្ខណៈខេនអស់ចិនចូលចឹងគឺគាត់បាននិយាយតែប៉ុណ្ណឹងទេមកប្រាប់ខ្ញុំចឹងម៉ែបងប្អូនចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងទេសូមអរគុណសូមជម្រាបលា